ពីអ្នកតបាញ់កន្ទេនឹងលោកស្បែកជើងចម្បាំងខ្លាយជាស្ថាបនិកនៃនគរស៊ូហានតចឹងដឹងថាលោកគឺជានរណាតាមដានវីដេអូមួយនេះលោកមានឈ្មោះថាលីវប៉ៃកាត់ឆ្នាំ161នៃគ្រិស្តសករាជដែលមាននាមគូសំថាស៊ីនតើលោកគឺជាអ្នកស្រុកជូនៃតំបន់ជូជីនក្រុងយូជូបច្ចុប្បន្នស្ថិតនៅក្រុងជូជូខេត្តហប៉ៃលោកគឺជាពូជពងរបស់លោកលីសឹងដែលជាស្ដេចត្រាញ់ជីងនៃតំបន់ជុងសាននិងជាបុត្រារបស់អធិរាជលីវឈីនៃរាជវង្សហានខាងលិចពីតារបស់លោកឈ្មោះលីវសុងដែលធ្លាប់ធ្វើជាមន្ត្រីនៅស្រុកវ៉ានឪពុករបស់លោកឈ្មោះលីវហុងដែលស្លាប់តាំងតែពីលោកនៅក្មេងពីនឹងម្ដាយរស់នៅក្នុងជីវភាពលំបាកលំបិនដោយប្រកបរបរត្បាញកន្ទេលនិងលក់ស្បែកជើងចម្បាំងនៅក្បែរផ្ទះរបស់លីវប៉ៃមានដើមមនមួយដើមដែលមានកម្ពស់ប្រហែល15ម៉ែត្រដែលមើលពីចម្ងាយមានរាងដូចជាដំបូលរទេះសេះរបស់ក្សត្រឬក៏មន្ត្រីជាន់ខ្ពស់កាលពីក្មេងលីវប៉ៃធ្លាប់និយាយលេងជាមួយក្មេងៗនៅក្នុងត្រកូលនៅក្រោមដើមមននោះថាលោកប្រកាសជាអាចជារទេះសេះដែលមានដំបូលបែបនេះនៅថ្ងៃណាមួយជាក់ជាមិនខានឬដូច្នេះលោកពូរបស់លោកដែលមានឈ្មោះថាលីស៊ីជីងបានហាមកុំឲ្យនិយាយពាក្យមិនដឹងកញ្ចក់បែបនេះពីព្រោះនាំទុកដល់គ្រួសារនៅឆ្នាំ175នៃគ្រិស្តសករាជនៅពេលដែលលីវប៉ៃមានអាយុ15ឆ្នាំលីវប៉ៃរួមជាមួយនឹងមិត្តរួមត្រកូលឈ្មោះលីវទីរ៉ាននិងកុងសុនចានដែលមកពីតំបន់លីវស៊ីបានក្លាយជាសិស្សរបស់លោកលូជីដែលជាអតីតអ្នកគ្រប់គ្រងតំបន់ជូជាងហើយឪពុករបស់លីវទីរ៉ានដែលជាមិត្តភក្តិរបស់លីវប៉ៃហ្នឹងឈ្មោះលីវយៀនឈីតែងតែជួយគ្រប់គ្រងទំនុកបំរុងដល់លីវប៉ៃនិងប្រព្រឹត្តលីវប៉ៃដូចជាកូនប្រុសបង្កើតរបស់គាត់អញ្ចឹងបើទោះបីជាប្រព័ន្ធរបស់លោកនឹងមិនពេញចិត្តនៅទង្វើបែបនេះក៏ដោយក៏លោកយិនឈីនឹងក៏បានប្រាប់ថាក្មេងម្នាក់នេះនៅក្នុងត្រកូលរបស់យើងគឺមិនមែនជាមនុស្សធម្មតានោះឡើយហើយចំពោះលោកកុងសុនចានវិញដែលមានអាយុច្រើនជាងលីវប៉ៃតែងតែគ្រប់គ្រងបានកុងសុនចានដូចជាបងប្រុសបង្កើតតាមពិតទៅលីវប៉ៃមិនមែនជាមនុស្សដែលជាចិត្តសាស្ត្ររៀនសូត្រប៉ុន្មានទេលោកមានចំណូលចិត្តទៅលើសត្វឆ្កែសត្វសេះនិងតន្ត្រីក៏ដូចជាការស្លៀកពាក់ខោអាវស្អាតនិងហឺហាលោកមានកម្ពស់ប្រហែល 1.73 និងមានដៃវែងខ្លាំងរហូតដល់ជង្គង់ហើយលោកថែមទាំងអាចងាកមើលទៅជីរបស់ខ្លួនឯងបានទៀតផងលោកគឺជាមនុស្សដែលមិនសូវចិត្តនិយាយស្ដីឬក៏មិនបង្ហាញនៅអារម្មណ៍របស់ខ្លួនថាខឹងឬក៏សប្បាយឲ្យគេឃើញឡើយលោកជាចិត្តអ្នកក្លាហានដែលធ្វើឲ្យអ្នកគុណនិយមនៅក្នុងស្រុកប្រជែងគ្នាដើម្បីបានដើរតាមលោកថ្ងៃមួយក៏មានឈ្មោះសេះដែលមានទ្រព្យសម្បត្តិស្រុកស្ដំមកពីតំបន់ចុងសានគឺលោកចាងស៊ីភីងនិងលោកស៊ូស៊ូងបានធ្វើដំណើរមកជួញដូរសេះនៅតំបន់ជូដោយសារតែពួកគេមានចំណាប់អារម្មណ៍ជាមួយនឹងបុគ្គលិកលក្ខណៈរបស់លីវប៉ៃពួកគេក៏បានឧបត្ថម្ភប្រាក់កាយយ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យលីវប៉ៃឆ្នាំ184នៃគ្រិស្តសករាជក្រុមបះបោចលនាក្រសាញ់លឿងក៏បានផ្ទុះឡើងលីវប៉ៃដែលមានអាយុ24ឆ្នាំនៅពេលនោះបានបង្កើតស្នាដៃយោធាយ៉ាងលេចធ្លោនៅក្នុងការចូលរួមបង្ក្រាបក្រុមចលនានេះក្រោយមកនៅក្នុងឆ្នាំ188នៃគ្រិស្តសករាជលោកក៏បានចូលរួមប្រយុទ្ធបង្ក្រាបការបះបោររបស់ចាងឈុនដោយសារគុណបំណាច់យោធាល្អជាបន្តបន្ទាប់លោកក៏ត្រូវបានគេតែងតាំងជាមេទ័ពនៃស្រុកអានស៊ីបន្ទាប់មកក៏មានរាជសារមួយបានបញ្ជាឲ្យធ្វើការត្រួតពិនិត្យនិងដេញមន្ត្រីទាំងឡាយណាដែលបានកាន់តំណែងតាមរយៈគុណបំណាច់យោធាចេញយ៉ាងតឹងរឹងបំផុតមន្ត្រីត្រួតពិនិត្យប្រចាំតំបន់មានបំណងចង់ដកលីវប៉ៃចេញនៅពេលដែលដឹងរឿងនេះលីវប៉ៃក៏បានព្យាយាមដើម្បីទៅជួបមន្ត្រីមនុស្សនៅផ្ទះសំណាក់ដែលមន្ត្រីម្នាក់នោះស្នាក់នៅដើម្បីសុំជួបជជែកអញ្ចឹងណាប៉ុន្តែមន្ត្រីមនុស្សបានយកលេសថាមានជំងឺហើយបដិសេធមិនព្រមជួបលោកឡើយដោយក្តីខឹងផងលីវប៉ៃក៏បានបញ្ជាឲ្យគេចាប់ចុះមន្ត្រីម្នាក់នោះរួចក៏វាយមន្ត្រីម្នាក់នោះចំនួន200រំពាត់ហើយក៏បោះបង់តំណែងរួចក៏រត់គេចខ្លួនជាមួយនឹងគុនអ៊ីនិងចាងវី